7 ចំណុចដើម្បីរៀបចំយុទ្ធសាស្ត្រក្នុងការធ្វើ Content Marketing ការធ្វើទីផ្សារបែប Digital ដោយប្រើសារបង្ហោះ Content Marketing ជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពនិងមិនអាចខ្វះបានឡើយក្នុងការធ្វើទីផ្សារបែប Digital បើបងប្អូនសម្រេចចិត្តជ្រើសរើសយកវិធីនៅក្នុងការធ្វើទីផ្សារបែប Digital ហើយខាងក្រោមនេះជាចំណុចសំខាន់ទាំង 7 សម្រាប់រៀបចំយុទ្ធសាស្ត្រក្នុងការធ្វើទីផ្សារបែប Digital ដោយប្រើសារបង្ហោះ Content Marketing 1. កំណត់ក្រុមអតិថិជនរបស់អ្នក Targeting Audience តាមពិតទៅចំណុចនេះយើងបាននិយាយពីវាច្រើនលើកច្រើនសារណាស់មកហើយការស្គាល់ពីក្រុមអតិថិជនគោលដៅជាចំណុចដែលចាំបាច់ខ្លាំងបំផុតក្នុងអាជីវកម្មមួយមិនថាក្នុងការបង្កើតផលិតផលឬសេវាកម្មការដាក់តម្លៃនិងចំណុចផ្សេងទៀតជាពិសេសវាក៏ត្រូវបានយកមកប្រើក្នុងការរៀបចំយុទ្ធសាស្ត្រក្នុងការធ្វើទីផ្សារបែប Digital ដោយប្រើសារបង្ហោះ Content Marketing នេះលោកអ្នកត្រូវសួរសំណួរខ្លួនឯងថាតើលោកអ្នកបង្កើតសារបង្ហោះ Content នេះសម្រាប់នរណាតើទំហំក្រុមអតិថិជនគោលដៅអ្នកប៉ុន្មានអតិថិជនគោលដៅរបស់អ្នកអាចមានលើសពីមួយប្រភេទដូចនេះលោកអ្នកអាចបង្កើតសារបង្ហោះ Content ច្រើនប្រភេទដើម្បីផ្សព្វផ្សាយឲ្យដល់ពួកគាត់ 2. ប្រភេទសារបង្ហោះ Content ដែលអ្នកត្រូវការ Content Marketing មានប្រភេទសារបង្ហោះ Content ជាច្រើនប្រភេទនៃការធ្វើទីផ្សារ Digital ដោយប្រើសារបង្ហោះដែលយើងអាចធ្វើបានដូចជាអត្ថបទ blog រូបភាពវីដេអូផ្សាយផ្ទាល់ឬសៀវភៅអេឡិចត្រូនិកជាដើមតើអាជីវកម្មរបស់អ្នកគួរប្រើសារបង្ហោះ Content ណាខ្លះដើម្បីអតិថិជនអ្នកតើបញ្ហាអ្វីឬអ្វីដែលអ្នកព្យាយាមដោះស្រាយជូនអតិថិជនតាមរយៈការធ្វើសារបង្ហោះ Content នេះ 3. កំណត់គោលដៅម្ចាស់អាជីវកម្មគួរកំណត់ពីអ្វីដែលគាត់ចង់បានពីការបង្កើតសារដូចជាការផ្សព្វផ្សាយពី brand ការចង់ឲ្យគេផ្ញើសារមកឬចង់ឲ្យអតិថិជនចូលរួមឆ្លើយឆ្លងជាមួយអ្នក 4. សរសេរប្រធានបទទាំងអស់ចូលចំណុចបន្ទាប់គឺការសរសេរប្រធានបទដែលអ្នកគិតឃើញទាំងអស់ចូលក្នុងក្រដាសការងារឬ Excel មួយជាកន្លែងដែលអ្នកគ្រប់គ្រង Content របស់អ្នកនៅចំណុចនេះអ្នកអាចកត់បញ្ចូល Content ដែលអ្នកធ្លាប់ធ្វើពីមុនរួចយកវាមកវិភាគមើលថាតើប្រធានបទមួយណាដែលមានគេចាប់អារម្មណ៍ច្រើនជាងគេលើសពីនេះលោកអ្នកគួរកត់ទុកនៅធនធានឬក៏ព័ត៌មានផ្សេងដទៃទៀតសម្រាប់ Content ផងដែរ 5. ជ្រើសរើសប្រធានបទដែលតាក់ទងពេលនេះដល់ពេលដែលលោកអ្នកត្រូវពិនិត្យមើលប្រធានបទទាំងអស់នោះឡើងវិញហើយចាប់ផ្ដើមចម្រាញ់យកតែប្រធានបទណាដែលតាក់ទងទៅនឹងអាជីវកម្មអ្នកជាព័ត៌មានដែលអ្នកសន្យាថានឹងផ្ដល់ជូនអតិថិជនអ្នកឬតំណាងឲ្យ brand ផលិតផលឬសេវាកម្មរួចចាប់ផ្ដើមធ្វើដោយកំណត់ឲ្យច្បាស់អំពីប្រភេទសារដែលលោកអ្នកផ្សព្វផ្សាយចេញទៅកំណត់ពី style ដែលត្រូវគិតអំពី brand ជានិច្ច 6. គ្រប់គ្រងសារតើលោកអ្នកនឹងរក្សាទុក Content ទាំងអស់នោះនៅឯណាលោកអ្នកអាចមាន Facebook Page ឬ Website ឬ YouTube តើលោកអ្នកនឹងរៀបចំប្រតិទិនសម្រាប់បង្ហោះសារទាំងនោះដោយរបៀបណាតើអ្នកគួរផុសវានៅពេលណា 7. ផុសនៅលើបណ្ដាញសង្គមតើលោកអ្នកនឹងផុសវានៅ Channel ណាខ្លះបើសិនជាលោកអ្នកទើបតែចាប់ផ្ដើមការផ្ដោត